បាទជាបឋមខ្ញុំសូមជម្រាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលកំពុងតាមដានស្ដាប់សារព័ត៌មានជាមួយខ្ញុំបាទ MCView នៅព្រឹកថ្ងៃទី4ខែមេសាឆ្នាំ2017នេះត្រូវនឹងថ្ងៃអង្គារបាទអញ្ចឹងដូច្នេះខ្ញុំបាទជម្រាបអំពីចនិតាហោរាសាស្ត្រឆ្នាំទាំង12ជូនទៅដល់អស់លោកអ្នកតើនៅថ្ងៃនេះរាសីរបស់អស់លោកអ្នកវាខ្ពស់ត្រដែតឬក៏ស្រចុះយ៉ាងណាយ៉ាងណីនោះដូច្នេះសូមតាមដានស្ដាប់ទាំងអស់គ្នាជាមួយខ្ញុំបាទបាទចឹងឆ្នាំជូតរាសីថ្ងៃនេះខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្ដូរមកល្អប្រសើរម្លោះហើយទូធ្វើអ្វីឃើញថាជឿនលឿនទៅមុខគប់ប្រសើរបាទសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះឃើញថាមានការលូតលាស់និងបើចង់ធ្វើអ្វីមួយដែលថ្មីតែងតែឆ្លើយតបផ្លែផ្កាមកវិញជានិច្ចចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះក្នុងការធ្វើចំនួនទោះធ្វើចំនួនទីចិត្តទីឆ្ងាយក្តីក៏មានភាពសុខដុមផ្អែមល្ហែមដែរបាទតែបើធ្វើអ្វីលោកអ្នកតែងតែចេះបែងចែកល្អអាក្រក់ឲ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃរីឯសម្ព័ន្ធស្នេហាប្រុសនិងស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់ដែរបាទចូលមកដល់ឆ្នាំឆ្លូវរាសីថ្ងៃនេះល្អជាមធ្យមដំណើរជីវិតរបស់អស់លោកអ្នកតែងតែជួបនៅថ្ងៃល្អហើយធ្វើអ្វីក៏ដោយក៏មានការរីកចម្រើនលូតលាស់ទៅមុខយឺតបាទហើយតរតែខិតខំខ្លាំងណាស់ទៅទទួលបានជោគជ័យមកវិញបាទសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះទូលអស់លោកអ្នកចេញធ្វើចំនួនទីចិត្តទីឆ្ងាយពុំអាចទុកចិត្តក្រុមមនុស្សបានទេពិសេសអតិថិជនជំពាក់ប្រកាសត្រូវចេះតែពិនិត្យសមាសភាពឲ្យបានច្បាស់លាស់បើពុំដូច្នេះទេអ្នកនឹងអាចត្រូវចាញ់បោកគេហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយបាទរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានចិត្តរីរេព្រោះតែសម្លឹងអ្នកផ្សេងច្រើនម្លោះហើយបើមិនចេះកាត់បន្ថយទេប្រយ័ត្នកើតរឿងរ៉ាវរកាំរកូសជៀសមិនផុតបាទបន្តមកទៀតឆ្នាំខាលរាសីថ្ងៃនេះខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នកល្អប្រសើរម្លោះហើយត្រូវធ្វើអ្វីក៏ដោយឲ្យមានភាពស្រស់ស្រាយនិងមានការជឿនលឿនគួរសមផងដែរសម្រាប់អ្នកបញ្ជាការងារឬប្រកាសក៏រំសាយនៅភាពតានតឹងនិងមានជោគលាភច្រើនផងដែរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះទូមានភាពកក់ក្ដៅកាក់កបគួរសមទាំងការជួញទីចិត្តនិងទីឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដោយគប់បំណងរីឯការធ្វើដំណើរតែងតែជួបនៅមិត្តភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញបាទរីឯសេចក្តីបញ្ហាស្នេហាកំឡោះក្រមុំពុំគប្បីលលេងជាមួយនឹងលបែងបាទប្រយ័ត្នជួបនឹងព្យុះជីវិតនាពេលខាងមុខជាពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើបាទឆ្នាំថោះថ្ងៃនេះរាសីរបស់អស់លោកអ្នកស្រត់ចុះហើយនៅថ្ងៃនេះលោកអ្នកចូលតែងតែធ្វើការងារអ្វីក៏ដោយឲ្យមានការប្រយ័ត្នប្រយែងបើពុំនោះទេផលដែលអាក្រក់ទាំងអស់នោះងាយនឹងកើតឡើងនឹងនាំមកជួបការលំបាកទាំងខ្លួនឯងនិងក្រុមគ្រួសារថែមទៀតផងចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះទោះជួញចំនួនទីចិត្តទីឆ្ងាយក្តីលោកអ្នកជួបតែរឿងរ៉ាវខ្វាយខ្វល់ច្រើនព្រោះតែការធ្វើចំនួនទាំងអស់នេះវាមិនកាក់កបប៉ុន្មានទេភាគច្រើនគឺខកបំណងច្រើនជាងបាទរីឯការធ្វើដំណើរទៅទីចិត្តទីឆ្ងាយចូលប្រយ័ត្នប្រយែងក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយរីឯបញ្ហាស្នេហាប្រុសនិងស្រីមានការប្រែប្រួលបដូរផ្លាស់ព្រោះត្រូវរោគ្នាជួនកាលទាស់តែងគ្នាបាទបន្តមកទៀតចូលមកដល់ឆ្នាំរោងរាសីថ្ងៃនេះល្អជាមធ្យមក្នុងការធ្វើដំណើរជីវិតរបស់អស់លោកអ្នកជួបតែភាពរដិបរដប់ច្រើនដូច្នេះហើយទោះបីប្រកបការងារតូចធំក៏បីមានការប្រយ័ត្នប្រយែងព្រោះថាបញ្ហាអាក្រក់នោះតែងតែជាប់អ្នកជានិច្ចសម្រាប់អ្នកជាកម្មករឬប្រកបការងារជាបុគ្គលិកក្រុមហ៊ុនឯកជនក្តីចូលប្រយ័ត្នមានការចំនួនវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួននាំឲ្យជួបផលលំបាកនៅគ្រាក្រោយចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះការរកចំណូល
ជួបតែភាពប្រទាំងប្រទើនិងពិសេសឲ្យប្រយ័ត្នគ្រោះចាញ់បោកគេបាទដែលសំទោសដែលទៅតែស្គាល់គ្នាថ្មីតែម្ដងបាទរីឯបញ្ហាសម្ព័ន្ធស្នេហាកំឡោះក្រមុំត្រូវចេះពូតជ្រាយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឲ្យគ្នាទៅប្រសើរបាទឆ្នាំម្សាញ់ថ្ងៃនេះរាសីរបស់អស់លោកអ្នកល្អជាមួយខ្ញុំនៅក្នុងថ្ងៃនេះបើលោកអ្នកត្រូវធ្វើអ្វីមួយគឺតែងតែត្រូវធ្វើសន្សឹមកុំបំបោលនោះផលល្អនឹងហុចឲ្យអ្នកមកវិញជាមិនខានចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះទោះបីលោកអ្នកត្រូវធ្វើថ្នាក់ធនកណ្ដាលឬមិនសំខាន់ពេកទេព្រោះថាបើធ្វើធំពេកឬសំខាន់ខ្លាំងប៉ុន្តែផ្លែផ្កាដែលហុចឲ្យមកវិញមិនសូវដូចគប់បំណងឡើយបាទចំពោះសក្តីបញ្ហាស្នេហារវាងកំឡោះក្រមុំតែងតែជួបរឿងខ្វាយខ្វល់ព្រោះតែការប្រឆាំងគ្នាទៅកើតមានរឿងជាបន្តបន្ទាប់បាទឆ្នាំមមីថ្ងៃនេះរាសីខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារឬទំនាក់ទំនងចរចាបញ្ហាអ្វីមួយពីព្រោះថាផលល្អនៅមានចំពោះមុខអ្នកជានិច្ចនៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះហើយជាឱកាសល្អក្នុងការពង្រីកមុខជំនួយព្រោះផ្លែផ្កាដែលហុចមកវិញឃើញថាអាចឆ្លើយតបសំទោសដែលឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាក៏ដោយលោកអ្នកឲ្យប្រយ័ត្នគ្រោះចាញ់បោកគេពីព្រោះក៏មានខ្ពស់ផងដែរបាទរីឯការធ្វើដំណើរទីជិតទីឆ្ងាយបើលោកអ្នកចង់ពឹងពាក់អ្នកដតីឲ្យជួយធ្វើអ្វីមួយក៏តែគេអាណិតស្រឡាញ់ជួយជោគជួយចែវឲ្យផុតពីការលំបាកផងដែររីឯបញ្ហាសក្តីស្នេហាប្រុសនិងស្រីលោកអ្នកមិនគប្បីលងលក់តែក្នុងរឿងសក្តីស្នេហាខុសរបៀបដែលនាំឲ្យខូចអនាគតដោយប្រការណាមួយបាទបន្តមកទៀតចូលមកដល់ឆ្នាំមមែថ្ងៃនេះរាសីរបស់អស់លោកអ្នកល្អជាមួយខ្ញុំនៅថ្ងៃនេះលោកអ្នកគប្បីរស់រានបំពេញការងារពីព្រោះថាផលល្អតែងតែឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះនៅក្នុងថ្ងៃនេះវិញការហូរចូលមួយគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញដូរធំដុំក៏បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់បាទក្នុងពេលនេះដែរទាំងស្ត្រីបរោះចូលប្រយ័ត្នបញ្ហាសុខភាពបន្តិចព្រោះថាមិនទាន់ឆ្លងផុតផលអាក្រក់នៅឡើយទេរីឯសក្តីបញ្ហាស្នេហារវាងប្រុសនិងស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនត្រូវរោគ្នាជួនកាលទាស់តែងគ្នាបាទឆ្នាំវកថ្ងៃនេះរាសីរបស់អស់លោកអ្នកល្អជាមួយខ្ញុំយីអូនរបស់អស់លោកអ្នកនៅថ្ងៃនេះមានដំណើរជឿនលឿនទៅមុខយឺតហើយពិសេសបើចង់បំពេញការងារអ្វីតែងតែមិនផ្ដល់ផលជាផ្លែផ្កាដោយគំបំណងប៉ុន្មានទេរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះការរកផលចំណូលមិនត្រូវឲ្យអតិថិជនជំពាក់ប្រាក់ច្រើនឡើយខ្លាចប្រយ័ត្នជួបរឿងដោយពាក្យចាស់លោកបានពោលថាជំពាក់ធូរដោយទឹកហូរឯកាសងមកវិញយឺតបាទជាងគេថាជំពាក់ធូរដោយទឹកហូរឯកាសងមកវិញយឺតដោយទឹកហូរឯកាសងមកវិញបាទរីឯការសងមកវិញគឺយឺតហ្នឹងហើយតឹងដោយអូសឬស័យវាច្រាស់ចុងហើយស្រួលមិនស្រួលកើតមានចំនួនវិវាទគ្នាថែមទៀតផងរីឯបញ្ហាសក្តីស្នេហាកំឡោះក្រមុំឬពោះម៉ាយម៉ាយក្តីចូលប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតចំនួនវិវាទឈានដល់ការបែកបាក់បាទចូលមកដល់ឆ្នាំរកាថ្ងៃនេះរាសីរបស់អស់អ្នកឡើងខ្ពស់ត្រដែតកប់ចុងតែម្ដងនៅថ្ងៃនេះបើលោកអ្នកមានដំណើរទៅណាមកណាក៏បីមានការប្រយ័ត្នប្រយែងពីបញ្ហាចរាចរណ៍បន្តិចពីព្រោះងាយទទួលរងប៉ះទង្គិចណាស់ផងក្រៅពីបញ្ហាចរាចរណ៍លោកអ្នកក៏តែងតែប្រយ័ត្នបញ្ហាអាក្រក់យាយីនិងបញ្ហាសុខភាពដែរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតើតែខិតខំខ្លាំងទៅទទួលបានជោគជ័យចំនួនធំរីឯបញ្ហាស្នេហារវាងប្រុសនិងស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្ដីដណ្ដឹងជាពេលវេលាល្អបំផុតសម្រាប់ថ្ងៃនេះបាទបន្តមកទៀតចូលមកដល់ឆ្នាំ
ឆ្នាំចថ្ងៃនេះរាសីរបស់អស់លោកអ្នកឡជាមធ្យមនៅថ្ងៃនេះលោកអ្នកជួបរឿងមិនសប្បាយចិត្តនិងបញ្ហាយាយីច្រើនពិសេសការប្រកបការងារមានបញ្ហាទាស់ទែងសម្ដីដោយសារក្រុមមនុស្សបង្កជាបញ្ហាផងចំពោះអ្នកប្រកបបញ្ហាសំដៅប្រកបមុខរបររកស៊ីជួញដូរវិញនោះមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងសោយអស់ប្រកាសពីខ្លួនត្រូវមកដេកផ្ទះស្អាតបាទរីឯការធ្វើដំណើរទូបីទីចិត្តទីឆ្ងាយជួបតែភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯបញ្ហាសេចក្តីស្នេហាប្រុសនិងស្រីមានការនឹករលឹកនិងប្រស័យតាក់ទងគ្នាល្អណាស់បាទបន្តមកទៀតចូលមកដល់ឆ្នាំកុលថ្ងៃនេះរាសីរបស់អស់លោកអ្នកសរុបចុះហើយបាទអញ្ចឹងនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់អស់លោកអ្នកសរុបចុះដូចនេះចូលធ្វើអ្វីមួយឲ្យមានការប្រុងប្រយ័ត្នផងដែរដូច្នេះបើឲ្យមានបញ្ហាមួយចំនួនបានចំរោមលោកអ្នកច្រើនពិសេសរឿងរ៉ាវក្បែរខ្លួនតែម្ដងរីឯការរស់នៅរបស់អស់លោកអ្នកមិនត្រូវហ៊ានលូកដៃចូលក្នុងលបែងស៊ីសងឡើយពីព្រោះមានតែការបាត់បង់ប៉ុណ្ណោះហើយជាពិសេសអាចកើតឡើងមានរឿងក្តៅក្រហាយច្រើនទៀតផងរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនោះយីអូនរបស់អស់លោកអ្នកមិនសមដូចប្រកបប្រមាណទេបើដូចនេះទុះធ្វើចំនួនទីចិត្តទីឆ្ងាយមិនត្រូវលុបលន់ចង់ចំណេញច្រើនឡើយបាទបើពុំនោះទេប្រយ័ត្នត្រូវវិលត្រឡប់មកផ្ទះវិញគ្មានប្រាក់ចំណូលគ្រប់គងគ្រួសាររីឯសេចក្តីស្នេហាកំឡោះក្រមុំពុះម៉ែម៉ែក្តីមិនមានការរីកចម្រើនលូតលាស់ទៅមុខប្រមាណទេគឺមានការថយក្រោយច្រើនជាងបាទអញ្ចឹងខ្ញុំបាទជម្រាបជូនអំពីហោរាសាស្ត្រឆ្នាំទាំង12នៅថ្ងៃទី4ខែមេសាឆ្នាំ2017នេះបានជម្រាបជូនប្រិមិត្តពុកម៉ែបងប្អូនបានអស់ហើយដូច្នេះសូមប្រិមិត្តពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំនីមួយនេះចូលមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរការរកស៊ីការជួញដូរណាបាទចូលប្រយ័ត្នប្រយែងខ្លាចចាញ់បោកគេខ្លាចមានបញ្ហាណាមួយកាត់ឡើងហ្នឹងហើយបាទចឹងខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្ណឹងដូច្នេះខ្ញុំសូមបញ្ចប់ត្រឹមនោះចុះដូច្នេះសូមប្រិមិត្តពុកម៉ែបងប្អូនជួយចុច Subscribe ផងដើម្បីទទួលបាននៅព័ត៌មានជាបន្តបន្ទាប់ថ្មីទៀតដើម្បីចែកជូនដល់ប្រិមិត្តពុកម៉ែបងប្អូនឲ្យបានស្ដាប់ឲ្យដឹងអំពីរឿងរ៉ាវដែលកើតឡើងមាននៅក្នុងសង្គមខ្មែរយើងបន្តទៀតបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា